បាត់រៀកនៅបាត់ចុកឆ្អល់នៅបាត់ក្តៅកាហាយហើយនៅបន្ទាប់ពីញ៉ាំអាហារឆ្ងាញ់ដូចជាប្រហុកផ្អកគ្រឿងផ្អាប់បន្លែឆៅអាហារហិលជាពិសេសដូចជាភេសជ្ជៈគ្រឿងកំប៉ុងដូចជាស្រាបៀរជាដើមតើញ៉ាំរួចបងប្អូនទាំងអស់គ្នាបាត់រៀកនៅបាត់ចុកឆ្អល់នៅបាត់ក្តៅកាហាយហើយនៅប្រសិនបើជានៅបងប្អូនកំពុងតែជួបបញ្ហាធំគឺបញ្ហាក្រពះនិងពោះវៀនហើយបញ្ហាក្រពះពោះវៀននេះបងប្អូនទុកយូរនឹងកើតទៅជាជំងឺរ៉ាំរ៉ៃផ្សេងអាចឲ្យយើងញ៉ាំមិនឆ្ងាញ់គេងមិនស្រួលគ្មានកម្លាំងស្បែកស្រអាប់អាចនឹងឡើងមុននៅលើស្បែកមុខអាចកើតទៅជាជំងឺរលាកផ្សេងដំបៅរ៉ាំរ៉ៃអាចឈានទៅដល់ដំណាក់កាលមហារីកអាតូមីប្រូបាយោទិកអាចជួយបងប្អូនទាំងអស់គ្នាបានមួយថ្ងៃមួយកញ្ចប់ឆ្ងាញ់ហើយងាយក្នុងការដាក់តាមកាបូបព្រឹកមួយល្ងាចមួយប៉ុន្តែបើសិនសម្រាប់បងប្អូនដែលមានបញ្ហាដូចរៀបរាប់ខាងលើរឿងធ្ងន់ធ្ងរអាចញ៉ាំបន្ទាប់ពីអាហាររួច